ជំរាបសួរនាងខ្ញុំអេសកុនធីស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននិងបង្រៀនរយៈពេល27ថ្ងៃរបស់ខ្ញុំនៅក្នុងមេរៀនទី10នេះខ្ញុំលើកយកនៅការធ្វើសមាធិក្នុងថ្នាក់រៀនដោយផ្ដោតលើការផ្ចង់ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលដោយសារតែខ្ញុំសម្លឹងឃើញថាការធ្វើសមាធិវាអាចជួយសិស្សឲ្យមានការផ្ចង់អារម្មណ៍ជាងមុនហើយសិស្សក៏កាត់បន្ថយនៅទុក្ខកង្វល់ stress ហើយជាពិសេសការធ្វើសមាធិជាប្រចាំនឹងជួយសិស្សក្នុងការពង្រឹងការចងចាំនិងស្មារតីក្នុងការរៀនសូត្រក្រៅពីការរៀនដែលផ្ដោតទៅលើខ្លឹមសារទម្លាប់ងាយសាមញ្ញទាំងអស់នេះវានឹងក្លាយទៅជាផ្នែកមួយក្នុងការគ្រប់គ្រងសិស្សដើម្បីរៀនបានល្អជាងនេះវានឹងក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ពួកគេដែលពួកគេអាចយកទៅប្រើប្រាស់ដើម្បីគ្រប់គ្រងអារម្មណ៍តានតឹងក៏ដូចជាដើម្បីបង្កើននៅគុណភាពនៃជីវិតផងដែរចាសសូមអរគុណនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងជួបគ្នាក្នុងវីដេអូក្រោយ